តើពិតទេរូងនាគភ្នំព្រះរាជទ្រព្យគឺជាប់តាក់ទងនឹងសម្ដេចតេជោហ៊ុនសែនថ្ងៃនេះខ្ញុំសូមបរិយាយជូនលោកអ្នកអំពីប្រវត្តិរឿងនិទានបែបប្រវត្តិសាស្ត្រមួយរបស់ខ្មែរយើងជារឿងដែលដំណាលតគ្នានៃប្រវត្តិរូងនាគនៅលើកំពូលភ្នំឥដ្ឋរៈឬភ្នំព្រះរាជទ្រព្យដែលស្ថិតនៅស្រុកឧដុង្គមានដំណាលថាក្នុងអំឡុងពេលដែលអាណាចក្រខ្មែរយើងកំពុងតែមានភាពរុងរឿងខ្លាំងនិងល្បីល្បាញបំផុតនោះឬដែលខ្មែរយើងបានចារជាប្រវត្តិសាស្ត្រថាសម័យអង្គរឬអាណាចក្រអង្គរនោះដែលកាលនោះឯងគឺខ្មែរយើងមានផ្ទៃដីធំទូលាយនិងមានភាពល្បីល្បាញទាំងដីគោកនិងទំនាបកណ្ដាលរហូតដល់មាត់សមុទ្រក្នុងសម័យកាលនោះដែរក៏មានពពួកឈ្មួញតាមសំពៅក្នុងក្រៅនានាក៏បានធ្វើដំណើរចូលមកកាន់ដែនដីដែលជាអាណាចក្ររបស់ខ្មែរយើងពួកគេមកកាន់អាណាចក្រយើងដើម្បីរកស៊ីផ្ដោះប្ដូរទំនិញនានាមិនថាវិស័យកសិកម្មតម្បាញសូត្រចម្លាក់លោហៈរ៉ែវត្ថុប្រើប្រាស់គ្រឿងទេសបរិភោគនិងគ្រឿងលម្អផ្សេងនោះឡើយដែលការមកដល់របស់ពពួកឈ្មួញទាំងនោះគឺបានធ្វើដំណើរដោយប្រើមធ្យោបាយផ្លូវទឹកមានសំពៅជាដើមទើបធ្វើឲ្យជនជាតិជាច្រើនសាសអាចមានទំនាក់ទំនងគ្នាបានជាមួយខ្មែរយើងមិនថាពួកជ្វាម៉ាឡាយូឥណ្ឌាចិនប៉ូទុយហ្គេនិងអេស្ប៉ាញជាដើមនោះទេក៏ប៉ុន្តែនៅក្នុងរឿងនេះអ្វីដែលយើងត្រូវលើកយកមកបរិយាយនោះគឺជាប់តាក់ទងតែនឹងជនជាតិចិនតែប៉ុណ្ណោះខណៈភាពរុងរឿងរបស់អាណាចក្រខ្មែរយើងកាន់តែខ្លាំងពូកែមានកិត្តិស័ព្ទល្បីល្បាញផ្សាយទៅកាន់ពិភពលោកនោះមិនថាតំបន់អាស៊ីឬទ្វីបនានាជាច្រើននៅលើពិភពលោកនោះឡើយរហូតធ្វើឲ្យបណ្ដាប្រទេសជាច្រើនបានបញ្ជូនសិស្សនិស្សិតរបស់ពួកគេមកស្វែងយល់និងសិក្សារៀនសូត្រជាហូរហែមកកាន់ទឹកដីខ្មែរក៏ប៉ុន្តែទន្ទឹមនឹងភាពរុងរឿងក្នុងសម័យអាណាចក្រអង្គរនោះក៏មានបណ្ដាប្រទេសមួយចំនួនមានការច្រណែននិងឈ្នានីសដល់អាណាចក្រខ្មែរយើងផងដែរជាក់ស្ដែងបើយោងតាមពាក្យដំណាលតគ្នាបានលើកឡើងថាក្នុងពេលដែលកម្ពុជាយើងឬអាណាចក្រខ្មែរយើងកំពុងតែល្បីល្បាញខ្លាំងនោះក៏ស្រាប់តែមានភ្នាក់ងារចារចិនមួយចំនួនបានមកកាន់ស្រុកខ្មែរក្នុងពេលនោះដែរប្រហែលជាពួកគេបន្លំខ្លួនធ្វើជាក្រុមអ្នកជំនួញក៏ថាបានអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺនៅពេលដែលពួកគេបានមកកាន់ទឹកដីខ្មែរយើងលើភ្នំឥដ្ឋរៈហើយនោះគឺពួកគេមានទាំងអ្នកជំនាញខាងភូមិសាស្ត្រផងដែរហើយដែលបំណងរបស់ពួកគេគឺដើម្បីមកស្វែងរកនៅមូលហេតុឬជោគជតារិស័យឬតាមភាសាចិនហៅថារោគដង្ហើមនាគនៃអាណាចក្រខ្មែរយើងថាតើដង្ហើមនាគនោះគឺស្ថិតនៅត្រង់ណាទើបបានជាធ្វើឲ្យខ្មែរយើងមានអានុភាពខ្លាំងបែបនោះក្នុងពេលដែលពួកគេកំពុងតែធ្វើដំណើរតាមផ្លូវដោយកាត់តាមដងទន្លេ4មុខហើយហួសចូលច្រកទន្លេសាបអ្នកជំនាញចិនទាំងនោះក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកំពូលភ្នំមួយដែលស្ថិតនៅប៉ែកខាងលិចនៃទន្លេពេលនោះដែរពួកគេក៏បានសម្រេចចិត្តដើម្បីសុំចតក្នុងន័យដើម្បីពិនិត្យមើលទៅលើអ្វីដែលពួកគេស្វែងរកនោះគឺជាប់តាក់ទងនឹងដង្ហើមនាគរបស់ខ្មែរយើងថាតើដង្ហើមនាគនោះស្ថិតនៅត្រង់ចំណុចទីណាលុះអ្នកប្រាជ្ញចិននិងក្រុមគ្រូសិលទាំងនោះបានឡើងទៅដល់កំពូលភ្នំឥដ្ឋរៈឬភ្នំព្រះរាជទ្រព្យហើយនោះពួកគេក៏បានគន់គូរមើលទៅតាមក្បួនហោរាសាស្ត្ររបស់ពួកគេទើបពួកគេបានដឹងយ៉ាងច្បាស់ថាតាមពិតប្រទេសខ្មែរយើងឬអាណាចក្រខ្មែរយើងគឺពិតជាមាននៅដង្ហើមនាគឬជោគជតារិស័យនៃអាណាចក្រខ្មែរនៅលើកំពូលភ្នំនេះយ៉ាងពិតប្រាកដមែនពួកគេបានសន្និដ្ឋានយ៉ាងច្បាស់លាស់តាមបែបមន្តវិជ្ជាការចិនបុរាណថាការពិតមូលហេតុដែលធ្វើឲ្យអាណាចក្ររបស់ខ្មែរយើងមានភាពរុងរឿងនិងរីកចម្រើនខ្លាំងបែបនេះគឺព្រោះតែខ្មែរយើងគឺមាននៅនាគរាជពីរអង្គគឺនាគញីនិងនាគឈ្មោលដែលនាគឈ្មោលគឺជានាគមាសចំណែកឯនាគញីវិញគឺជានាគប្រាក់ក្នុងការកំណត់ដឹងយ៉ាងដូចនេះហើយចារចិនឬពពួកអ្នកប្រាជ្ញចិនទាំងនោះក៏បានផ្ដល់ដំណឹងភ្លាមទៅដល់ស្ដេចចិនដើម្បីឲ្យពួកគេប្រើគ្រូសិលនិងប្រើមន្តវិជ្ជាការដើម្បីសូត្រខាតអន្តងយកនាគទាំងពីរអង្គឲ្យទៅរស់នៅឯស្រុកចិនរបស់ខ្លួនវិញក៏ប៉ុន្តែទោះជាខិតខំអន្តងយ៉ាងណាក៏ដោយ
ក៏មិនអាចធ្វើបាននោះឡើយស្ដេចនាគទាំងពីរអង្គគឺមិនបានចាញ់មុនឬយល់ព្រមចាក់ចេញពីដែនដីកម្ពុជានោះឡើយដោយធ្វើអ្វីមិនបានគ្រូសិលក៏បានសម្រេចចិត្តប្រើនាគរបស់ខ្លួនដែលជានាគសម្រិទ្ធនោះហើយក៏ជានាគញីផងនោះដោយបញ្ជាឲ្យហោះមកស្រុកខ្មែរត្រង់កំពូលភ្នំឥដ្ឋិរិសនោះដើម្បីឲ្យមកតាក់យកនៅនាគមាសឈ្មោលរបស់ខ្មែរក៏ប៉ុន្តែបែរជាត្រូវបងអាសាអស់ទៅវិញពីព្រោះថានាគសម្រិទ្ធដែលគ្រូសិលរបស់ចិនប្រើឲ្យមកអូសទាញនោះបែរជាអូសទាញមិនបានហើយថែមទាំងជាប់ចិត្តស្រឡាញ់រួមរស់នៅជាមួយនាគខ្មែរនៅលើភ្នំឥដ្ឋិរិសនោះបន្ថែមដល់ទៅ3នាគតែម្ដងដែលហេតុនេះហើយគឺបានធ្វើឲ្យនគរខ្មែរគឺកាន់តែរុងរឿងថ្កុំថ្កើងឡើងឃើញស្ថានភាពហួសចិត្តបែបនេះគ្រូមុនសិលវិជ្ជាការរបស់ចិនក៏ទាល់តម្រេះយ៉ាងខ្លាំងព្រោះពួកគេចង់បំផ្លាញឲ្យខ្មែរចុះខ្សោយក៏ប៉ុន្តែបែរជារឹងរិតតែធ្វើឲ្យខ្មែររុងរឿងទៅវិញបន្ទាប់មកដោយសារតែពួកគេខ្លាចអាណាចក្រខ្មែររីកចម្រើនខ្លាំងរហូតអាចប៉ះពាល់ទៅដល់អាណាចក្រចិនរបស់ខ្លួននោះពួកគេក៏បានរកវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាបំបិទសន្ធប់រនាគនោះចោលតែម្ដងមានន័យថាបើពួកគេមិនអាចអន្តងយកនាគទាំងពីរបាននោះទេពួកគេក៏បំផ្លាញចោលទាំងអស់ក៏ប៉ុន្តែក្នុងកាលដែលពួកគេអាចបិទនៅរូងនាគនោះបានគឺមិនមែនចេះតែបិទនោះឡើយប៉ុន្តែពួកគេគឺបានគិតយ៉ាងល្អិតល្អន់ថាតើខ្មែរយើងគឺជាជនជាតិដែលគោរពទៅលើអ្វីខ្លាំងជាងគេបន្ទាប់ពីគិតហើយពួកចិនទាំងនោះក៏បានធ្វើដំណើរតាមតំបន់និងភូមិស្រុកមួយចំនួននៅក្បែរទីនោះដើម្បីសួរនាំទៅកាន់ប្រជាជនថាតើអ្នកស្រុកទីនេះមានការគោរពអ្វីខ្លាំងជាងគេពួកអ្នកស្រុកនៅពេលដែលឮហើយក៏បានឆ្លើយទាំងអំណរថាយើងទាំងអស់គ្នាគឺជាអ្នកដែលគោរពនៅព្រះពុទ្ធសាសនាខ្លាំងជាងគេលុះពួកចិនទាំងនោះបានដឹងយ៉ាងច្បាស់ថាខ្មែរយើងគឺមានការគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតគឺព្រះពុទ្ធសាសនាហើយនោះពួកគេក៏បានគិតគ្នាក្នុងការកសាងព្រះពុទ្ធបដិមាមួយអង្គដើម្បីបិទសន្ធប់ឲ្យជិតនៅលើរូងនាគទាំង3អង្គនោះតែម្ដងក៏ប៉ុន្តែមុននឹងពួកគេធ្វើបែបនេះគឺពួកគេមិនអាចធ្វើបានតាមតែចិត្តចង់របស់ពួកគេនោះឡើយព្រោះក្នុងសម័យកាលនោះគឺត្រូវឆ្លងកាត់នៅការយល់ព្រមនិងលក្ខខណ្ឌត្រឹមត្រូវផងដែរទើបអាចកសាងបានទៅតាមអ្វីដែលបានឯកភាពក្រោយគិតគូរនិងជំនុំប្រជុំគ្នាស្រេចបាច់ហើយកាលណាស្ដេចចិនក៏បានប្រើរាជទូតរបស់ខ្លួនឲ្យមកចងស្ពានមេត្រីជាមួយខ្មែរដោយពេលនោះចិនក៏មាននាំនៅជំនួយឲ្យដល់ខ្មែរផងដែរតែអ្វីដែលពួកគេស្នើសុំមានសារៈសំខាន់នោះគឺពួកគេសូមសាងសង់វត្តព្រះពុទ្ធសាសនាដ៏ធំសម្បើមមួយនៅលើភ្នំឥដ្ឋិរិសនោះតែម្ដងគឺក្នុងន័យដើម្បីទុកជាចំណងដៃនៃប្រទេសទាំងពីរពេលនោះឯងស្ដេចខ្មែរដោយសារតែមើលឃើញថាចិនគឺពិតជាមានបំណងល្អមែនហើយក៏ស្របតាមប្រពៃណីខ្មែរដែលមានការគោរពនៅព្រះពុទ្ធសាសនាខ្លាំងផងនោះស្ដេចខ្មែរគឺមិនបានគិតច្រើននោះឡើយក៏បានសម្រេចចិត្តយល់ព្រមទៅតាមសំណើរបស់ភាគីចិនក្នុងការកសាងនៅវត្តបែបព្រះពុទ្ធសាសនាមួយនៅលើភ្នំឥដ្ឋិរិសឬភ្នំព្រះរាជទ្រព្យទាំងមិនបានដឹងទាល់តែសោះអំពីបំណងមិនល្អរបស់ភាគីចិនលុះការស្នើសុំដល់ស្ដេចខ្មែរបានសមតាមបំណងប្រាថ្នាហើយនោះអ្នកប្រាជ្ញចិនរួមទាំងគ្រូមុនសិលរបស់ចិនក៏បានចាប់ផ្ដើមដំណើរការសាងសង់ភ្លាមតែម្ដងពោលគឺពួកគេមិនទុកពេលយូរនោះឡើយក្នុងកាលនោះដែរក្រុមជាងទាំងអស់របស់ចិនក៏ចាប់ផ្ដើមសាងសង់នៅបដិមាព្រះពុទ្ធអង្គដែលមានភ្នែនសង្កត់ចំពីលើរន្ធដង្ហើមនាគតែម្ដងលុះបានសង់រួចកាលណាហើយពួកគេក៏បានចាប់ផ្ដើមសាងសង់នៅព្រះវិហារជាបន្តទៀតដែលក្នុងការសាងសង់នោះទាំងព្រះពុទ្ធបដិមាក្តីទាំងព្រះវិហារក្តីគឺគ្រូមុនអាគមចិនសុទ្ធតែបានបញ្ចុះនៅមុនគាថាមុនអាគមដើម្បីសន្ធប់នាគមិនឲ្យនាគទាំង3អាចចេញមកក្រៅបាននោះឡើយពិសេសទៅទៀតនោះគឺគ្មានជនជាតិខ្មែរណាម្នាក់ឬគ្រូហោរាខ្មែរណាម្នាក់បានដឹងសូម្បីតែម្នាក់ក៏មិនមានដែរក្រោយពួកគេបានសម្រេចទៅតាមបំណងប្រាថ្នារបស់ពួកគេហើយនោះអ្នកប្រាជ្ញចិនរួមទាំងគ្រូមុនអាគមទាំងអស់ក៏បានវិលត្រឡប់ទៅស្រុករបស់ពួកគេវិញអស់ទៅចំណេរកាលក្រោយមកទៀតប្រជាជនខ្មែរយើងដែលជាអ្នកគោរពនិងកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួននោះក្រោយបានទទួលយក
នៅព្រះពុទ្ធបដិមានិងព្រះវិហារយ៉ាងធំស្កឹមស្កៃហើយនោះពួកគាត់ក៏នាំគ្នាសប្បាយរីករាយហើយនាំគ្នាគោរពបូជាទាំងថ្ងៃទាំងយប់ដោយមិនមានក្តីសង្ស័យអ្វីនោះឡើយពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំអាណាចក្រខ្មែរយើងគឺចាប់ផ្ដើមហាក់មានការថយចុះនៅកិត្យានុភាពរបស់ខ្លួនបន្តិចម្ដងជាលំដាប់ចំនួនតោះតេងគ្នាការខ្វែងគំនិតគ្នាក៏ចាប់ផ្ដើមកើតមានឡើងជាហូរហែមិនថានៅក្នុងក្រុមគ្រួសាររាជវង្សដែលជាត្រកូលស្ដេចនោះឡើយក៏មានការបែកបាក់គ្នាទាំងមន្ត្រីតូចធំឬស្មោះត្រង់ចំពោះមន្ត្រីតាមលំដាប់លំដោយនោះឡើយប្រជាជនក៏រងគ្រោះច្រើនពីឥទ្ធិពលនៃការគ្រប់គ្រងរបស់មន្ត្រីនានានៅតាមតំបន់ភាពប្រេះឆាចាប់ផ្ដើមកើតមានឡើងជាបន្តបន្ទាប់មិនយូរឡើយប្រទេសជាតិក៏ចាប់ផ្ដើមធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាមរ៉ាំរ៉ៃជាបន្តបន្ទាប់ពីមួយចំនួនទៅមួយចំនួនខ្មែរយើងដោយសារតែចង់យកឈ្នះយកចាញ់ខ្មែរគ្នាឯងខ្មែរក៏សុកចិត្តទៅពឹងបរទេសដើម្បីមកបំផ្លាញខ្មែរគ្នាឯងខ្មែរក៏ចាប់ផ្ដើមបាត់បង់ស្ទើរគ្រប់យ៉ាងមិនថាទឹកដីមិនថារតនវត្ថុដ៏មានតម្លៃមិនថាធនធានទ្រព្យសម្បត្តិនានាក៏ត្រូវបានពពួកបរទេសនាំគ្នាជញ្ជូនយកស្ទើរអស់ស្ទើរគ្មានសល់ភាពប្រេះឆាទាំងនោះបានបំផ្លាញប្រទេសជាតិរបស់ខ្លួនស្ទើរតែបាត់ឈ្មោះស្ទើរតែបាត់ទឹកដីរបស់ខ្មែររហូតស្ទើរហៅលេងលឺលេងមានអ្នកស្គាល់ថាខ្មែរគឺជាជនជាតិអ្វីនោះឡើយសូម្បីតែដែនអាណាចក្រអង្គរដែលធ្លាប់រុងរឿងសបោសបាយក៏ប្រែជាទីស្ងប់ស្ងាត់ហើយរងការបំផ្លិចបំផ្លាញប្រេះស្រាំយ៉ាងដំណំពីសង្គ្រាមឈ្លានពានរបស់បច្ចាមិត្តគ្រប់ទិសទីខ្មែរបានបោះបង់ចោលអាណាចក្រអង្គរហើយរត់ផ្លាស់ទីជាបន្តបន្ទាប់ដែនដីអាណាចក្រខ្មែរក៏ប្រែជាសភាពខ្មៅងងឹតប្រាសាទនានារាប់ពាន់ត្រូវបានលាក់កប់នៅក្នុងព្រៃអស់កាលដល់យូរអង្វែងរាជបានរងទុក្ខវេទនាស្ទើរផុតពូជជាខ្មែរលុះខ្មែរយើងបែកបាក់អន្តរាយរកក្តីសុខមិនឃើញកន្លងទៅរាប់ពាន់ឆ្នាំបែបនេះទើបរហូតមកដល់សម័យកាលលន់នល់ក៏មានព្រះសង្ឃមួយអង្គដែលជាព្រះសង្ឃធ្វើធុដងសមាធិនៅក្នុងព្រៃក៏បានប្រមាលមើលថាតាមពិតដែនដីខ្មែរឬអាណាចក្រខ្មែរដែលបានចុះអន់ថយខ្លាំងយ៉ាងនេះគឺមិនមែនគ្មានមូលហេតុនោះឡើយក៏ប៉ុន្តែភាពអន្តរាយរបស់ខ្មែរយើងនេះគឺមកពីខ្មែរបានបិទចិត្តទៅហើយនៅដង្ហើមនាគរបស់ខ្លួនដែលដង្ហើមនាគឬជោគជតារបស់ខ្មែរនោះទៀតសោតកាលណាបើបិទហើយខ្មែរពូជពងខ្មែរនឹងមានក្តីអន្តរាយមិនមានសេចក្តីសុខនោះឡើយលុះព្រះសង្ឃធុដងបានយល់យ៉ាងដូច្នោះហើយព្រះសង្ឃធុដងអង្គនោះក៏បានប្រមាលមើលទៀតថាតើទីតាំងនៃដង្ហើមនាគរបស់ខ្មែរយើងស្ថិតនៅត្រង់ណាតើអ្នកណាជាអ្នកដែលធ្វើរឿងនេះលុះព្រះសង្ឃធុដងអង្គនោះបានធ្វើសមាធិកាលណាក៏យល់យ៉ាងច្បាស់ថាតាមការពិតខ្មែរយើងគឺមានដង្ហើមនាគឬជោគជតារបស់ខ្លួនគឺនៅលើកំពូលភ្នំឥដ្ឋរៈឬកំពូលភ្នំព្រះរាជទ្រព្យឯណោះចំណែកឯអ្នកដែលបានបិទសន្ធប់នៅរូងនាគទាំង3អង្គនោះគឺជាអ្នកប្រាជ្ញចិននិងគ្រូមន្តអាគមចិនរាប់ពាន់ឆ្នាំមកហើយលុះព្រះសង្ឃធុដងអង្គនោះបានដឹងនិងយល់ស្គាល់នៅហេតុគ្រប់ប្រការហើយនោះព្រះសង្ឃអង្គនោះក៏បាននិមន្តដោយព្រះអង្គផ្ទាល់មកកាន់ទឹកដីនៃកំពូលភ្នំឥដ្ឋរៈតែម្ដងលុះមកដល់ហើយព្រះអង្គក៏បានណែនាំនិងប្រាប់ដល់ប្រជាជននៅទីនោះទៅតាមអ្វីដែលព្រះអង្គបានដឹងលុះប្រជាជនដឹងរឿងរ៉ាវនេះហើយពួកគាត់ក៏បានធ្វើកិច្ចទៅតាមអ្វីដែលព្រះសង្ឃធុដងប្រាប់ដើម្បីរួមគ្នាបើកឡើងវិញនៅដង្ហើមនាគឬបើកឡើងវិញនៅជោគជតារាសីរបស់ខ្មែរយើងលុះឆ្លងកាត់ការដោះនៅមន្តអាគមរបស់គ្រូសិលចិនច្រើនដំណាក់កាលច្រើនថ្ងៃរហូតច្រើនខែព្រះសង្ឃធុដងខ្មែរយើងក៏បានដោះអស់នៅមន្តគាថានៅមន្តសិលទាំងឡាយដែលគ្រូចិនបានដាក់សន្ធប់ក្រោយបើកនៅដង្ហើមនាគរួចស្រេចកាលណាព្រះសង្ឃធុដងអង្គនោះក៏បាននិមន្តចាក់ចេញទៅមិនយូរឡើយដំណឹងមួយនោះរឿងរ៉ាវទាំងនោះក៏បានលេចឮតាមមាត់ប្រជាជនពីមួយភូមិទៅមួយភូមិពីស្រុកមួយទៅស្រុកមួយនៃរឿងរ៉ាវដែលតាក់ទងទៅនឹងកំពូលភ្នំឥដ្ឋរៈឬភ្នំព្រះរាជទ្រព្យនេះពីមូលហេតុដែលធ្វើឲ្យខ្មែរយើងកើតក្តីអន្តរាយនោះឯងចំណេរកាលក្រោយមកទៀតបើទោះបីជាខ្មែរយើងបានបើកនៅដង្ហើមនាគរួចទៅហើយក្តីក៏ឥទ្ធិពលរបស់ខ្មែរយើងមិនអាចងើបស្ទុះឡើងបានរហ័សនោះឡើយលុះក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ
បានដួលរលំហើយនោះទើបខ្មែរយើងគឺហាក់ចាប់ផ្ដើមមានដង្ហើមនាគឡើងវិញអ្វីទាំងអស់បានប្រែប្រួលតាមរបបប្រវត្តិសាស្ត្រថ្មីគឺប្រៀបបីដូចជាថេរដីការបស់ព្រះសង្ឃទុដងអង្គនោះដែលព្រះអង្គបានប្រាប់ប្រជាជនថាដង្ហើមនាគបើកហើយនាគនឹងកើតឡើងទេវតាឆ្នាំនាគនឹងកើតឡើងមកចាប់កំណើតក្នុងដែនដីកម្ពុជាយើងឲ្យមានសិរីមង្គលឡើងវិញការកំណត់ទុកនោះគឺព្រះសង្ឃទុដងអង្គនោះហាក់បានមើលឃើញយ៉ាងច្បាស់ពីរឿងរ៉ាវអនាគតកាលរបស់ខ្មែរយើងនេះហើយគឺជាប្រវត្តិសាស្ត្រនិទានតគ្នាយ៉ាងអាចកំបាំងបំផុតរបស់កំពូលភ្នំឥដ្ឋិរឬភ្នំព្រះរាជទ្រព្យរបស់ខ្មែរយើងដែលរហូតមកដល់ពេលបច្ចុប្បន្ននេះរូងភ្នំនៅលើកំពូលភ្នំឥដ្ឋិរនោះគឺបានបើកវិញហើយរូងមួយនោះគឺនៅតែជាអាចកំបាំងដដែលគ្មាននរណាម្នាក់ហ៊ានចូលទៅក្នុងនោះឡើយព្រោះទីនោះគឺបានក្លាយជាទីស្ថាននៃការគោរពបូជារបស់ខ្មែរយើងមកពីគ្រប់ទិសទីហើយទីកន្លែងនោះក៏មានព្រះពុទ្ធបដិមាអង្គតូចរាប់រយរាប់ពាន់ផងដែរឆ្លងកាត់របបប្រវត្តិសាស្ត្រនិងជំនឿនៃរូងភ្នំមួយនេះដែរបានធ្វើឲ្យប្រជាជនខ្មែរជាច្រើនបានលើកជាទស្សនៈថាសម្ដេចតេជោហ៊ុនសែនដែលជាប្រមុខដឹកនាំសពថ្ងៃគឺពិតជាទេវតាឆ្នាំនាគដែលមកចាប់កំណើតដើម្បីសង្គ្រោះខ្មែរយើងយ៉ាងពិតប្រាកដព្រោះថាបើយើងក្រឡេកទៅមើលពីឆ្នាំកំណើតរបស់លោកពីថ្ងៃខែឆ្នាំរបស់លោករួមទាំងរឿងរ៉ាវនៃអភូតហេតុក្នុងជីវិតនានារបស់លោកក្នុងការតស៊ូដើម្បីជួយជាតិដើម្បីស្រោចស្រង់ប្រជាជននោះយើងឃើញថាមិនមែនជារឿងចៃដន្យនោះឡើយដែលរឿងនេះគឺប្រៀបដូចជាទេវតាជាអ្នករៀបចំយ៉ាងដូចនោះដែរសរុបជារួមមករូងភ្នំដង្ហើមនាគដែលជានាគសិលឬនាគមុនដែលស្ថិតនៅលើកំពូលភ្នំឥដ្ឋិរឬកំពូលភ្នំព្រះរាជទ្រព្យនោះគឺបានបើកដង្ហើមឡើងវិញហើយចំណែកឯស្រុកទេសរបស់យើងក៏បានទទួលមកនៅសុខសន្តិភាពហើយដែរបន្ទាប់ពីឆ្លងកាត់នៅដែនប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតស្ទើរហៅលេងលឺដូច្នេះក្នុងនាមយើងជាកូនខ្មែរចំនួនក្រោយទាំងអស់យើងសង្ឃឹមយ៉ាងមុតមមថាចាប់ពីពេលនេះតទៅជាតិខ្មែរយើងនឹងទទួលបានមកវិញនៅស្ថិរភាពសុខសន្តិភាពនិងការរីកចម្រើនជាបន្តបន្ទាប់មិនថាអាណាចក្រនិងពុទ្ធចក្រនោះឡើយខ្មែរយើងខ្លាំងទៅបានគឺត្រូវតែសាមគ្គីគ្នាគោរពគ្នានិងស្មោះត្រង់រួមគ្នាចំពោះជាតិសាសនាព្រះមហាក្សត្រសូមអរគុណនិងសូមជម្រាបលា